រាស់អាឆារយៈរបស់កម្ពុជាដែលធ្លាប់ចេញមុខនិងបង្ហាញសមត្ថភាពលើប៉ុស្តិ៍ទូរទស្សន៍ថៃនិងធ្លាប់ធ្វើឲ្យជនជាតិថៃស្ញើសរសើរខ្លាំងបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសមហាសេដ្ឋកិច្ចមួយអ្នកគាំទ្រជាច្រើនច្បាស់ជាមិនទាន់ភ្លេចបុរសអច្ឆរិយៈរបស់កម្ពុជាលោកហុងភីរិននៅឡើយទេព្រោះបុរសរូបនេះត្រូវបានទូរទស្សន៍ថៃដាក់ងារឲ្យថាអច្ឆរិយៈនៃកម្ពុជាអាស្រ័យដោយគេមានសមត្ថភាពចងចាំបានយ៉ាងអស្ចារ្យដែលពិបាកនឹងមនុស្សសាមញ្ញណាអាចធ្វើតាមបានអច្ឆរិយៈនៃកម្ពុជារូបនេះបានចែករំលែកដំណឹងដ៏រីករាយមួយទៀតដែលខ្លួនទៅនឹងបញ្ចប់ថ្នាក់អនុបណ្ឌិតប្រកបដោយជោគជ័យពីសាកលវិទ្យាល័យមួយនៅសាធារណរដ្ឋប្រជាមានិតចិនទីបំផុតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យប៉េកាំង University ដោយជោគជ័យក្រោយជាប់ក្នុងការការពារនិក្ខេបបទបេក្ខជនការពារនិក្ខេបបទមាន2នាក់ជាប់5នាក់ធ្លាក់2នាក់អ្វីដែលមានមោទនភាពនោះគឺនិក្ខេបបទមួយត្រូវបានគណៈកម្មការវាតម្លៃជានិក្ខេបបទដ៏ល្អមួយនៅក្នុងសាលារដ្ឋាភិបាល School of Government Keep moving forward to the next step